Welcome to my blog ទៅតាំងពីពំហុកខ្មែរនៅបឹងកក់ទាំងអស់គ្នាកម្មវិធីហ្នឹងគេប្រកធ្វើ3ថ្ងៃថ្ងៃសុក្រថ្ងៃសៅរ៍ថ្ងៃអាទិត្យហើយខ្ញុំទៅថ្ងៃចុងក្រោយថ្ងៃអាទិត្យពេលខ្ញុំទៅដល់ឃើញមានស្តង់ម្ហូបអាហារច្រើនមែនតើអត់ដឹងថាត្រូវញ៉ាំអីម្ហូបច្រើនពេកឃើញមុខល្ហុងក៏តំណងឃើញនំក៏តំណងឃើញខ្ចៅក៏តំណងយីមែនខ្វះតែលុយឯនេះបើមានលុយទៅញ៉ាំទាំងអស់អាយអូម៉ានៅកន្លែងហ្នឹងគេមានលក់របស់ញ៉ាំច្រើនប្រភេទដែលខ្ញុំថតបានតែមួយចំនួននេះវាខ្ញុំទៅខ្ញុំមានស្តង់ច្រើនគេចាំស្តង់ច្រើនអញ្ចឹងទៅខ្ញុំថតបានខ្លះតពីដើមមើលអស់ច្រើនស្តង់យើងក៏បានទិញបានហើយទឹកហើយនឹងនំប៉័ងហើយគេក៏បានរៀបចំជាកន្លែងសម្រាប់ថតរូបលេងមើលទៅឡើងស្អាតថ្ងៃចុងក្រោយនេះឃើញមានបងប្អូនចូលរួមច្រើនហើយគេក៏បានរៀបចំជាកម្មវិធីប្រពៃណីខ្មែរជាច្រើនផងដែរ